ពេលស្ត្រីម្នាក់លេងទូឌីជូយ៉ាដេស៊ូច្បាស់ណាស់ថាបានចាប់បានពីក្របបែកបមចំនួន4គូដែលជាវាល្ងប៉ុន្តែបន្ទាប់ពីមើលវារួចគាត់តែប្រែជាសប្បាយចិត្តមិនចេញសោះព្រោះទម្រង់វាដែលមើលទៅល្អខ្លាំងបែបនេះច្បាស់ជាគូប្រកួតចិត្តណារៀបចំអន្ទាក់ឲ្យក្របបែកនៅក្នុងដៃរបស់ពួកគេប្រកាសជាធំជាងរបស់គាត់បន្តិចឲ្យតែគាត់ហ៊ានហៅធ្វើជាម្ចាស់ដី landlord នឹងត្រូវចាញ់អស់រលីងពីខ្លួនប៉ុន្តែទោះជាដឹងថាជាអន្ទាក់ក៏ដោយស្ត្រីរូបនោះនៅតែហៅបីបន្ទោធ្វើជាម្ចាស់ដីដែរព្រោះគាត់បានគិតវិធីដើម្បីទប់ទល់នឹងពួកអ្នកបោកប្រាស់អ្នកលេងបន្លំទាំងពីរអ្នកនេះរួចហើយរងចាំរហូតដល់បើកពីក្រោមឃើញលេខ3ចំនួន3សន្លឹកស្ត្រីរូបនោះក៏វា3ស្ទាក់មួយតែមួយគត់នៅក្នុងដៃចេញភ្លាមដោយឃើញថាស្ត្រីរូបនោះបានធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេហើយដាវ៉ៃដេវីក៏ប្រញាប់យកជើងគៀឡៅសែនភ្លាមដើម្បីបញ្ជាក់ប្រាប់នាងឲ្យចេញគ្រាប់បែកផ្ទាល់តែម្ដងឡៅសែនយកបំណងក៏លេខ7ចំនួន4សន្លឹកចេញភ្លាមបន្ទាប់មកដាវ៉ៃក៏បានលេខ8ចំនួន4សន្លឹកចេញដែរធ្វើឲ្យស្ត្រីរូបនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំទើបតែចេញ3ស្ទាក់មួយសោះហេតុអ្វីបានជាពួកឯងទម្លាក់គ្រាប់បែកសាហាវម្ល៉េះអូយលេងទូឌីជូមានតែពួកយើងទេដែលលេងបែបនេះបើមិនសុខចិត្តអ្នកឯងក៏ទម្លាក់សង្កត់ពួកយើងមកអូចឹងលេខ9ចំនួន4សន្លឹកវ៉ាត្រីស៊ីនុយហើយតើចៃដនមែនខ្ញុំមានលេខ10ចំនួន4សន្លឹកល្មមហាទម្លាក់គ្រាប់បែកថ្មីនេះខ្ញុំមិនយកយល់ឲ្យសំបីតែមួយដៃឡើយតើវានៅក្នុងដៃគាត់ជាវាអ្វីឲ្យប្រកាសខ្ញុំក៏មិនអាចវាតែដៃគូខ្លួនឯងរហូតដែរខ្ញុំសូមរំលងមិនយកចំនួន4សន្លឹកពីចំនួន4សន្លឹកនិងអាត់ធំអាត់តូច Jokers ទាំងពីរមិនទាន់ចេញមកទេប្រកាសជាចេញជាគ្រាប់បែកហើយពីមួយដៃនេះលេងមកដល់ពេលនេះមិនថាលេងយ៉ាងណាក៏ខ្ញុំមុខជាចាញ់ដែរប៉ុន្តែថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងមើលឲ្យច្បាស់ថាខ្ញុំឈ្នះដោយរបៀបណាថាចំនួន4សន្លឹកទម្លាក់គ្រាប់បែកបាល់ស្រីពីសំណាងល្អខ្លាំងណាស់ខ្ញុំទុកមិនឈ្នះទេខ្ញុំសូមរំលងចុះអ្នកវិញពិតជាយកហើយសំណាងល្អមានចំនួន4សន្លឹកស្អីគេនេះចេញគ្រាប់បែកដល់ទៅ5មួយលើកហើយតើមួយក្តារនេះនឹងគុណឡើងប៉ុន្មានរាប់សិបដងទៅមិនដែលឃើញលេងម្ចាស់ដីមួយក្តារណាមានគ្រាប់បែកច្រើនយ៉ាងនេះសោះចម្លែកមែនមិនដែលឃើញសោះកូនប្រុសចុះអានឹងត្រូវលេងយ៉ាងម៉េចទៅពួកគេមិនអាចមានដៃសុទ្ធតែគ្រាប់បែកនោះទេឲ្យតែមានឱកាសតែមួយវាមកអាចចេញអស់ហើយបើវាល្អដូចលើមេឃបែបនេះនៅតែចេញមិនរួចទៀតវាចម្លែកពេកហើយម៉ាក់គាត់បញ្ជីទុកអូខេម៉ាក់ស្ដាប់តាមកូនប្រុសអាចចំនួន4សន្លឹកវ៉ាអាចចំនួន4សន្លឹកអេចាំបន្តិចមានរឿងអីស្រីឥឡូវនេះទម្លាក់គ្រាប់បែកដល់ទៅ7លើកហើយតើដឹងទេថាបើចាញ់ត្រូវចាញ់ប្រាក់ប៉ុន្មានប៉ុន្មានដែរចាំខ្ញុំគិតមើលអេមិនបាច់គិតទេពិន្ទុដើមគឺ300ឥឡូវទម្លាក់គ្រាប់បែក7លើកបើចាញ់ម្នាក់ត្រូវចាញ់38,400ពិតជា38,400មែនមិនក៏ច្រើនយ៉ាងនេះអូយលុយរបស់យកតាមខ្លួនបានប៉ុន្មានដែរមានតែ50,000យ៉នទេអញ្ចឹងវាមិនគ្រប់ទេស្រីបើចាញ់ម្នាក់ត្រូវចាញ់ដល់ទៅ38,400ណាអញ្ចឹងយ៉ាងហោចណាស់ត្រូវត្រៀម76,800ទម្លាក់គ្រាប់បែកសាហាវម្លេះក្រែងលោចាញ់ទៅបើលុយមិនគ្រប់តើត្រូវធ្វើយ៉ាងម៉េចតែខ្ញុំមានតែ50,000យ៉នហ្នឹងធ្វើអញ្ចឹងមិនបានទេនេះជាច្បាប់នៅក្នុងកាស៊ីណូវងលបែងនៅលើតុល្បែងមិនអនុញ្ញាតឲ្យជំពាក់លុយឡើយកូនប្រុសចុះត្រូវធ្វើយ៉ាងម៉េចទៅម៉ាក់នៅក្នុងកាស៊ីណូពិតជាមានច្បាប់បែបនេះមែនប៉ុន្តែពួកយើងពិតជាគ្មានលុយមែនតាដើមទុន300ស្រាប់តែគុណឡើងដល់រាប់ម៉ឺនវាហួសហេតុពេកហើយដាវ៉ៃឬមួយពួកយើងលេងពីមួយដៃនេះឲ្យចប់សិនទៅបើចាញ់គិតថាយើងជំពាក់ឯងទៅធ្វើអញ្ចឹងមិនបានទេអ្នកត្រូវហើយច្បាប់គឺច្បាប់ស្រីកុំទម្លាក់គ្រាប់បែកទៀតអីសុកចិត្តចុះចាញ់ទៅពួកយើងក៏រត់ឈ្នះយកលុយយកតែម្ដងទៅហាវ៉ាពីនេះឈ្នះគឺឈ្នះដាច់ហើយប៉ុន្តែឥឡូវត្រូវគិតរកវិធីប្រមូលលុយឲ្យគ្រប់សិនបាទអញ្ចឹងម៉ាក់ស្ដាប់តាមកូនគ្រាន់តែប្រាក់ប៉ុន្មានម៉ឺនតើនេះជាកាដូដែលខ្ញុំទិញឲ្យកូនប្រុសខ្ញុំទោះបីជាមិនមែនជាឡានល្អអីក៏ដោយក៏វាមានតម្លៃរាប់ម៉ឺនយ៉នដែរថ្ងៃនេះខ្ញុំយកវាមកតម្កល់នៅទីនេះបើខ្ញុំចាញ់ពួកឯងយកវាទៅអេបានតាប្រកាសជាបានហើយអញ្ចឹងពួកយើងបន្តទៀតនៅក្នុងដៃអ្នកឯងនៅសល់តែលេខ6ចំនួន4សន្លឹកទៀតទេចាំមើលថាតើអ្នកឯងយកស្អីមកឈ្នះពួកឯងចាត់ទុកខ្ញុំជាជនរងគ្រោះចំណីតែមិនដឹងថាអ្នកប្រមាញ់ពិតប្រាកដជារឿយតែងតែបង្ហាញខ្លួនក្នុងរូបភាពជាចំណីនោះទេនេះដែលពួកឯងគិតថាប្រាកដជាឈ្នះនោះចាំមើលថាខ្ញុំក្រឡាប់ពីយ៉ាងណាតោះបន្តទៀតមិញនេះខ្ញុំបានទម្លាក់គ្រាប់បែកចំនួន4សន្លឹកដល់វេនពួកឯងហើយអញ្ចឹងខ្ញុំចេញលេខ2ចំនួន4សន្លឹកទម្លាក់គ្រាប់បែកសង្កត់អ្នកឯងទៀតមិញនេះពួកឯងបានពិនិត្យមើលទ្រព្យសម្បត្តិខ្ញុំហើយឥឡូវនេះតើដល់វេនខ្ញុំពិនិត្យមើលទ្រព្យសម្បត្តិពួកឯងវិញហើយឬនៅបើពួកឯងចាញ់ម្នាក់ត្រូវឲ្យខ្ញុំ76,800គិតមិនខុសទេមែនទេមិនខុសទេមិញនេះខ្ញុំនិយាយអញ្ចឹងមែននេះជាប្រាក់1សែនយ៉នសៀវសានជាវសែនចុះរបស់នាងវិញរបស់ខ្ញុំនេះក៏1សែនយ៉នដែរកុំបារម្ភស្រីមិនខ្វះរបស់ទេល្អមិញនេះឯងទម្លាក់លេខ2ចំនួន4សន្លឹកឥឡូវដល់វេនឯងហើយខ្ញុំសូមរំលងខ្ញុំក៏សូមរំលងដែរសូមរំលងទាំងអស់គ្នាអញ្ចឹងខ្ញុំចេញលេខ3មួយសន្លឹកឱកាសមកដល់ហើយឲ្យតែដាវ៉ៃមិនទម្លាក់គ្រាប់បែកពីលេខ6ចំនួន4សន្លឹករបស់ម៉ាក់អាចចេញអស់រត់រួចហើយអូហូលេខ3តូចមួយសន្លឹកសោះឥឡូវមិនអាចឲ្យស្រីរត់រួចទេខ្ញុំត្រូវតែសង្កត់ជាចំនួន4សន្លឹកទម្លាក់គ្រាប់បែកលេងចោល
ពីមិនទាន់ចេញផងប្រកាសជាក្របបែកអាត់ Jokers ហើយជា4សន្លឹកនេះបើគ្មានទេពិតជារត់មិនរួចមែនឥឡូវនេះទម្លាក់ក្របបែក5-4លើកហើយអ៊ំស្រីខ្ញុំដឹងថាអ៊ំចង់និយាយអ្វីបើឥឡូវនេះពួកយើងចាញ់ម្នាក់ត្រូវឲ្យអ៊ំ150,000 យ៉នមិនបាច់និយាយទៀតទេនេះជាឡានរបស់ខ្ញុំវាមានតម្លៃសល់ពី50,000 យ៉នទៅទៀតខ្ញុំយកវាមកតម្កល់ភ្នាល់ប៉ុណ្ណឹងមិនគ្រប់ទេនៅក្នុងដៃខ្ញុំនៅមានក្របបែកមួយលើកទៀតពួកឯងយ៉ាងហោចណាស់ក៏ត្រូវត្រៀម300,000 យ៉នដែរហាបានសម្ដីអ៊ំស្រីនិយាយគ្មានខុសទេហានេះជាប្លង់កម្មសិទ្ធិផ្ទះរបស់ខ្ញុំបើមួយដៃនេះអ្នកឯងឈ្នះផ្ទះនេះនឹងក្លាយជាណារបស់អ្នកឯងផ្ទះនឹងឡានខ្ញុំក៏មានដែរអ៊ំស្រីបើអ៊ំឈ្នះទាំងអស់នេះនឹងក្លាយជារបស់អ៊ំម៉ាក់តើម៉ាក់ឈួតហើយមែនទេអានឹងជាឆ្នាំងបាយជីវិតរបស់គ្រួសារយើងទាំងមូលណាខ្ញុំនឹងឈុនភីងឆាំពេញសង្ឃឹមលើលុយសងជំនួយចិត្តរុះរើផ្ទះនឹងដើម្បីទៅទិញផ្ទះថ្មីនៅឯទីក្រុងណាកូនឯងនៅស្គាល់ថាអានឹងជាជីវិតរបស់មនុស្សមួយគ្រួសារទៀតឬពេលដែលកូនឯងអង្គុយលេងល្បែងនៅទីនេះតើកូនឯងដឹងទេថាឈុនភីងធ្វើអ្វីខ្លះនៅផ្ទះមិនបានទេខ្ញុំមិនខ្វល់ថានាងធ្វើអ្វីទេពីមួយដៃនេះពួកយើងប្រកាសជាចាញ់ហើយម៉ាក់យកប្លង់ផ្ទះចេញមកឲ្យខ្ញុំវិញមកធ្វើបែបនេះក៏ឥតប្រយោជន៍ដែរមិនមែនមកពីម៉ាក់ឲ្យខ្ញុំទម្លាក់គ្រាប់បែករហូតទេមិនក៏ប្រែជាម៉ាក់ខឹងប្រញាប់ប្រញោទៅវិញខ្ញុំបានហើយឆាំងជឺធៀងសេម៉ាក់ឯងបានយកប្លង់ផ្ទះចេញមកភ្នាល់រួចហើយចប់ហើយគ្រួសារយើងទាំងមូលត្រូវចប់សពគ្រប់អស់ហើយហាអ៊ំស្រីកុំខ្វល់ពីគាត់អីក្នុងរឿងលុយកាក់ពួកយើងដោះស្រាយរួចហើយអញ្ចឹងមិញនេះខ្ញុំទើបតែចេញ9សន្លឹកតើអ៊ំសង្កត់យកឬមួយក៏សុំរំលងកំឡុះតូចកុំប្រញាប់អីរងចាំឲ្យអ៊ំគិតបន្តិចសិនហាគិតបន្តិចសិនឆាំងជឺម៉ាក់ឯងគួរឲ្យអស់សំណើចខ្លាំងណាស់នៅក្នុងដៃគាត់ច្បាស់ជាសល់តែលេខ5មួយចំនួន4សន្លឹកសោះតើគាត់អាចសង្កត់ឈ្នះ9សន្លឹកបានឬហាអាយអ៊ំស្រីលេងទូឌីជូមួយដៃនេះចាញ់អស់រាប់សែនមើលទៅនៅតែលេងមិនឈ្នះគេដដែលគេតែងតែនិយាយថាខ្ញីកាន់តែចាស់កាន់តែហេឥឡូវមើលទៅខ្ញីហេឬមិនហេមិនពាក់ព័ន្ធនឹងចាស់ឬក្មេងទេគឺមេរៀនតម្លៃរាប់សែននេះវាសាហាវពេកហើយគួរឲ្យអាណិតគ្រួសារមួយនេះណាស់បានហើយមិនបាច់និយាយញញែកច្រើនទេអូយលេខ5ទាំង4សន្លឹករបស់អ្នកឯងមិនអាចសង្កត់ជា4សន្លឹករបស់ខ្ញុំបានទេលុយ5សែនយ៉ននេះគឺបានមកលើរូបខ្ញុំហើយហាចាំបន្តិចកំឡុះតូចមិនក៏ឯងដឹងថាខ្ញុំសង្កត់ជា4សន្លឹករបស់ឯងមិនបានអ្នកឯងសង្កត់ឈ្នះអ្នកណាបានអញ្ចឹងខ្ញុំចាំមើលថាសង្កត់ឈ្នះគេដោយរបៀបណាហាអញ្ចឹងឯងមើលឲ្យច្បាស់ណាបាទ